សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបានទិញទំនិញមកពីចិនដោយខ្លួនឯងជាលើកទី1លក្ខណៈថាទិញនៅស្រុកខ្មែរអត់ចិត្តចឹងណាហើយក៏បានឆ្លងទៅទិញដល់ចិនហើយការទិញនេះគឺយើងទិញដើម្បីស៊ើបមើលទេបើសិនជាបានអីវ៉ាន់ចឹងគឺយើងបន្តទិញតទៀតទៅចឹងបើថាអត់បានទេគឺយើងឈប់ទិញប៉ុណ្ណឹងដោយសារអត់ដែលទិញមកពីចិនណោះតែចដន្យអីគឺថាទិញបានចឹងគឺថាមានហានិភ័យចំពោះប្រាក់ខែជាខ្លាំងដោយសារការទិញអីវ៉ាន់អនឡាញនេះគឺថាគ្មានអ្នកណាអាចបដៅខ្ញុំបានទេចាសូម្បីតែអីវ៉ាន់ហ្នឹងគឺវាអត់ប្រយោជន៍យើងអត់ចាំបាច់មានក៏បានដែរចឹងណាមិនមែនថាអត់ប្រយោជន៍ទេប៉ុន្តែចង់និយាយថាយើងអត់ចាំបាច់ចឹងយើងអាចអត់មានអត់បាច់ទិញក៏បានដែរតែយើងនៅតែទិញចាដល់ពេលទិញបានចឹងទៅគឺថាលើកក្រោយគឺយើងនឹងខំប្រឹងប្រែងទិញឲ្យបានកាន់តែច្រើនដើម្បីឲ្យប្រាក់ខែយើងនេះគឺកាន់តែអស់ទៅជាលំដាប់គឺថាអើយបើសិនជាយើងអត់ទិញទេគឺថាក៏យើងនៅតែក្រដែរអញ្ចឹងដូច្នេះយើងខំប្រឹងប្រែងចំណាយអត់ប្រយោជន៍ខ្ជះខ្ជាយឲ្យកាន់តែច្រើនដើម្បីយើងកាន់តែក្រខ្លាំងថែមជាងនឹងទៅទៀតគឺថាមួយជីវិតនេះគឺក្រជាធម្មតាអត់មានបញ្ហាអីទេក្រជាធម្មតាគឺមានហានិភ័យជាខ្លាំងគឺអត់មានអីហូបដោយសារនិយាយទៅអត់ហ៊ានអីហូបអីឆ្ងាញ់ទេទឹកទិញអនឡាញដោយសារទិញលើកទី1ទិញមកពីចិនអត់ដែរទិញអញ្ចឹងហើយត្រូវការអត់ដឹងចង់និយាយថាអត់បានដឹងថាក្រុមហ៊ុនណាអ្នកដឹកមកអញ្ចឹងទៅរៀងពិបាកដែរចង់សួរថាវ៉ាន់ដល់ណាយកដឹងតាក់ទងទៅក្រុមហ៊ុនណាអញ្ចឹងនេះលើកទី1ហ្នឹងហើយសាច់វាស្អាតដែរតើដូចរូបដែរអញ្ចឹងគឺអត់អីទេទិញតាមតៅប៉ាវចានេះគឺជាសមិទ្ធផលដែលខ្ញុំបានខំព្យាយាមចំណាយលុយជាច្រើនគឺថាវានិយាយទៅខំទប់អារម្មណ៍ដែរអញ្ចឹងយើងអត់ចង់ទិញទេអត់ប្រយោជន៍ទិញអាណាចាំបាច់អញ្ចឹងតែដល់ពេលយើងខំទប់អារម្មណ៍ទៅគឺថាចុងចប់គឺទិញបានសម្រេចតែម្ដងតែរបស់ខ្លះគឺរបស់វាដូចគ្នាទេតែយើងចង់ទិញឲ្យបានច្រើនមុខអញ្ចឹងទៅមានការអស់លុយ